mình trong nhâm mà nó pu tự tin ao bông bổ nơi bàn tay mà nó sọc ni mình sâu lọ thế bông bồn đời xa tha cái do bị plei ngay máu hồi hai tới cái đã classe nơi khung lan á lan tu tự cọ ở bông bồn hay đựng máu cái đã nơi khung cái lại cái nó co tu tự cọ đài chẳng hay pe được cái do bị chênh mà lụa đã nơi cái lại tăng lụa nứng hay dương tinh tới vi chít chít vi choám á bông bồn vi ọt lọ đôi mà nó nơi sọc dương thay sọc thế là bọn nom trôi chứ mà nó nơi sọc băng ní cái nom trôi phía trán cứ do bị tam co mà lúa rồi cứ do bị Brazil ấy màu chân từ bị khang nơi sọc na cái đau chân á chân từ nó ngay vì ọt lọ thế đặng màu plei ngay hay dạng cái đặt không tu tự cọ classe tiết việc căn tại ọt lọ chỉ chân á tại miền xa mùi miền ở mình nó sọc lại chơi sọc bàn tay còn nơi ngay bị tè nên trong ọt sơ ban tới đó tập bên chân tới cái miền ban chất mà nó sạch ấy thế bông ôn ấy chất do thu mấy do tà cả lại chom chân nhảy ó á chia cái lại chom cái kia với chân ở cái hít cái hôn chân tới vì ọt sạch thế nữa tại mình nói cái này sẽ sạch bông bồn này mình nói cái thống á aoแต่ nhâm mình nói nó khơi mình nói ទឹកខ្មុំ នៅ ស្រុក យើង អូយ ឈ្ងុយ ក្អូប ឆ្ងាញ់ បងប្អូន អើយ សម្រាប់ នាង ខ្ញុំ នៅ នេះ ញ៉ាំ តែ របស់ នាំ ចូល នឹង ឯង បងប្អូន ចង់ ញ៉ាំ ផ្លែ ឈើ របៀប ខ្មែរ យើង អញ្ចឹង ហើយ មាន បងប្អូន ជា ច្រើន ឲ្យ តែ គាត់ ឃើញ នាង ខ្ញុំ ទិញ បន្លែ ផ្លែ ឈើ ត្រី សាច់ អី ក៏ ដោយ ឲ្យ តែ និយាយ ថា យក មក ពី យួន ពី អី ហ្នឹង គាត់ ថា សិត តែ ថ្នាំ សិត តែ អី បងប្អូន នាង ខ្ញុំ ចង់ បញ្ជាក់ ថា នៅ ស្រុក នេះ គេ control ខ្លាំង ណាស់ គេ គិត ពី សុខភាព ប្រជាជន គេ ណាស់ គេ អត់ ចេះ តែ យក បន្លែ ផ្លែ ឈើ ដែល មាន សារជាតិ គីមី គេ ហាមឃាត់ ឬ ក៏ គីមី លើស កម្រិត យក មក លក់ ទេ និយាយ ទៅ គឺ គេ ខ្លាច ប្រជាជន គេ ឈឺ អស់ លុយ ទៅ ពេទ្យ ព្រោះ ថ្នាំ ស្រុក នេះ ហើយ ពេទ្យ ស្រុក នេះ សេវាកម្ម គេ វា ថ្លៃ អញ្ចឹង គេ control តាំង ពី ចំណី អាហារ និយាយ ទៅ គឺ control ទាំង អស់ នៅ ស្រុក គេ នេះ នាង ខ្ញុំ រស់ ដោយ សុវត្ថិភាព កុំ ភ័យ ព្រួយ បារម្ភ អី បងប្អូន យើង នៅ ស្រុក ត្រជាក់ អញ្ចេះ តែ រក ផ្លែ ឈើ ថ្មី ស្រស់ ណា ដាំ ខ្លួន ឯង បាន បងប្អូន ដាំ អត់ បាន ទេ អញ្ចឹង មាន តែ របស់ នាំ ចូល អញ្ចឹង ណា ដោយ បងប្អូន អញ្ចឹង ចង់ ញ៉ាំ ផ្លែ ឈើ ស្រុក គេ ទាល់ តែ នាំ របស់ នាំ ចូល ពី ស្រុក គេ ទៅ បាន បងប្អូន បាន ញ៉ាំ ពី ព្រោះ ស្រុក យើង ដាំ ផ្លែ ឈើ ស្រុក ត្រជាក់ វា អត់ ដុះ ដូច គ្នា វា អញ្ចឹង ណា បងប្អូន នេះ បងប្អូន ម្នាស់ ចិត្ត ហើយ រួច រាល់ ហើយ អូយ ឆ្ងាញ់ របស់ គេ បងប្អូន អើយ ម្នាស់ នេះ ក្អូប ឈ្ងុយ ឆ្ងាញ់ ដែរ ប៉ុន្តែ ហ្នឹង ហើយ ទោះ បី យ៉ាង ណា ក៏ នៅ តែ ចាញ់ ម្នាស់ ស្រុក យើង ដែរ ហើយ ម្នាស់ នៅ នេះ អា ខ្លះ គឺ បដូល វា យើង អាច ញ៉ាំ បាន តែ អា ខ្លះ ញ៉ាំ អត់ បាន ទេ រឹង